បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនអ្នកសិក្សាភាសាចិនទាំងអស់គ្នាចឹងថ្ងៃនេះយើងនឹងតវីដេអូបន្តគឺវីដេអូទី11អូខេអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់ពាក្យបន្ទាប់អូខេអញ្ចឹងពាក្យបន្ទាប់គឺយើងរៀនពាក្យ少少少少ប្រែថាពី3ឬក៏តិចតួចឬក៏ខ្វះណា few or little or like 少少少 OK 就对话第1我很少看电影我很少看电影我很少看电影ខ្ញុំកំរមើលរឿងកុនណាស់ណា很少មានន័យថាកម្រអូខេអញ្ចឹងពាក្យបន្ទាប់គឺ还少几个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 ប្រែថាតើនៅខ្វះប៉ុន្មានទៀត还少几个还少几个អូខេអញ្ចឹងពាក្យបន្ទាប់គឺយើងមានពាក្យ谁谁谁谁ប្រែថានរណាណាអ្នកណា who អូខេ谁谁就ឧទាហរណ៍ទី1他是谁អូខេពាក្យហ្នឹងយើងអាចអានបានពីររបៀបណាអាន谁ដូចភាសាអ៊ីងខាងលើក៏បានឬក៏អាន谁谁谁ក៏បានដែរណាអញ្ចឹងនៅក្នុងប្រយោគនេះយើងអាចអានថា他是谁他是谁他是谁អូខេតើគាត់ជានរណា第二那本书是谁的那本书是谁的អូខេតើសៀវភៅនោះជារបស់អ្នកណាណានោះបិនជា major word ដាក់នៅខាងមុខពាក្យបុកសភៅណា shoe គឺជា谁的谁的谁的គឺប្រែថារបស់អ្នកណាណា谁的អូខេអញ្ចឹង那本书是谁的តើសៀវភៅនោះគឺជារបស់នរណាអូខេ下一个ពាក្យបន្ទាប់គឺយើងមានពាក្យ什么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 ប្រែថាអ្វី what អូខេ什么什么比如说第一你在说什么你在说什么你在说什么តើអ្នកកំពុងនិយាយអ្វីអូខេ说ប្រែថានិយាយ说什么និយាយអ្វីអូខេ第二妈妈你在想什么呢妈妈你在想什么呢អូខេប្រែថាម៉ាក់តើម៉ាក់កំពុងតែគិតអ្វីណាអូខេអញ្ចឹង在呢ទម្រង់របស់在呢ប្រែថាបង្ហាញពីសកម្មភាពកំពុងណាអូខេ在呢想想想想想ប្រែថាគិតណាទីនេះគឺប្រែថាគិតអូខេ想什么គិតអ្វីអូខេពាក្យបន្ទាប់យើងមានពាក្យ
10 10 10 10 សំឡេងឡើងគឺប្រែថា10ណាលេខ10 10比如说第一现在12点了现在12点了现在12点了ឥឡូវម៉ោង12ហើយណា12ន័យថា12点了12点了ម៉ោង12ហើយ现在ឥឡូវនេះ OK 第二我们从第10课开始学习我们从第10课开始学习ពួកយើងចាប់ផ្ដើមរៀនពីមេរៀនទី10ណា我们ពួកយើង从ប្រែថាចាប់ពីណាចាប់ពី从ជួនហៅដូចជា从今天ណាចាប់ពីថ្ងៃនេះ第10课第10课ប្រែថាមេរៀនទី10开始ប្រែថាចាប់ផ្ដើម学习ប្រែថាសិក្សាណាឬក៏រៀន学习OK我们从第10课开始学习 OK 下一个ពាក្យបន្ទាប់គឺ事后ប្រែថាពេលវេលា time or period of time ណា事后就ឧទាហរណ៍ទី1你什么时候回来你什么时候回来តើពេលណាអ្នកត្រឡប់ទៅផ្ទះវិញ Okay 回来什么ប្រែថាអ្វីណា时候ប្រែថាពេលវេលាអញ្ចឹងដល់ពេល什么时候ប្រែថាពេលណាវិញណាពេលវេលាអីគេអូខេឬក៏យើងនិយាយថាពេលណា回来ត្រឡប់វិលវិញ回来 OK 第二我回家的时候他在睡觉我回家的时候他在睡觉នៅពេលខ្ញុំត្រឡប់ទៅផ្ទះវិញគាត់កំពុងតែដេកណាគេហួយចាត្រឡប់ទៅផ្ទះ的时候នៅពេលដែលណា的时候他在睡觉 OK 他在睡觉គាត់កំពុងតែដេកអូខេពាក្យបន្ទាប់យើងមានពាក្យ是ប្រែថាគឺជាបាទឬក៏ចាស់កិរិយាសព្ទ to be ណា am is are ឬក៏ yes ណាជាឧទាហរណ៍ទី1大杯子是我的大杯子是我的大杯子是我的កែវធំគឺជារបស់ខ្ញុំណា大杯子កែវធំ是គឺជា我的របស់ខ្ញុំ第二我爸爸是医生我爸爸是医生我爸爸是医生爸របស់ខ្ញុំគឺជាគ្រូពេទ្យអូខេ
我爸爸របស់ខ្ញុំគឺជា医生គ្រូពេទ្យ doctor អូខេពាក្យបន្ទាប់ 下一个书ប្រែថាសៀវភៅឬក៏លិខិត book or letter ជាឧទាហរណ៍ទី1你喜欢读书吗你喜欢读书吗你喜欢读书吗តើអ្នកចូលចិត្តអានសៀវភៅទេអូខេ你喜欢读书吗第二我买了多书但是很少看我买了多书但是很少看ខ្ញុំបានទិញសៀវភៅជាច្រើនណាប៉ុន្តែខ្ញុំកម្របានអានសៀវភៅទាំងនោះណាអូខេ我买了多书但是很少看买ទិញ多书មានន័យថាសៀវភៅច្រើន但是ក៏ប៉ុន្តែណា很ណាស់ដល់很少កម្រណា很少កម្រខាន់មើលឬក៏អានអូខេពាក្យបន្ទាប់យើងមានពាក្យ水ប្រែថាទឹកណា water ជាឧទាហរណ៍ទី1我想喝水ខ្ញុំចង់ផឹកទឹកខ្ញុំចង់喝水ផឹកទឹក第二喝多水对身体很好喝多水对身体很好ការផឹកទឹកច្រើនគឺល្អសម្រាប់សុខភាពរបស់អ្នកណា喝多水ផឹកទឹកច្រើន对សម្រាប់ឬក៏ចំពោះ身体ន័យថា身体គឺអីគេរាងកាយណា很好ល្អអូខេពាក្យបន្ទាប់យើងមានពាក្យ水果ប្រែថាផ្លែឈើ fruit អូខេ fruit 比如说第一你想吃什么水果你想吃什么水果តើអ្នកចង់ហូបផ្លែឈើអ្វី第二这个ឬក៏这个水果很好吃这个水果很好吃ផ្លែឈើនេះមានរសជាតិឆ្ងាញ់ណាស់这个មួយនេះណា水果ផ្លែឈើ很好吃រសជាតិឆ្ងាញ់អូខេពាក្យបន្ទាប់យើងមានពាក្យ睡觉ប្រែថាគេងដេកណា to sleep អូខេ比如说第一儿子在睡觉呢儿子在睡觉呢កូនប្រុសកំពុងតែគេង第二现在我去睡觉了现在我去睡觉了ឥឡូវខ្ញុំទៅដេកហើយណាឥឡូវខ្ញុំទៅគេងហើយអូខេ
អូខេអញ្ចឹងពាក្យថ្ងៃនេះយើងរៀនតែត្រឹមនេះអរគុណសម្រាប់ការតាមដានពីដើមរហូតដល់ចប់អរគុណសម្រាប់ការចុច Subscribe ក៏ដូចជាចុចសញ្ញាកណ្ដឹងយើងនឹងមានវីដេអូបន្ទាប់សម្រាប់ពេលក្រោយណាអរគុណសូមជម្រាបលា